ស្ដាប់មិនលឺខំទៅទិញកាសដើម្បីឲ្យបង្កើនជំនួយការស្ដាប់តាមពិតអាចជាបាំងញុកពេញរត់ទៅជាការទៅលឺជាងមុនណាលឺជាងមុនមិនទេបាទឥឡូវôngដកកាសយើងមើលឡើងវិញដកកាសឡើងវិញគាត់ថាដាក់កាសទៅលឺជាងមុនបន្តិចឥឡូវយើងមើលទៅក្នុង Endoscope ទាំងអស់គ្នាម្ចាស់ថ្លៃហើយសោះតែអាចជាកកស្ទះពេញនៅក្នុងរន្ធត្រចៀកហើយជាលិកានៅជុំវិញរន្ធត្រចៀកក៏មានការរលាកបណ្ដាលឲ្យគាត់មានការឈឺចាប់ផងដែរគាត់ថាឈឺចាប់ខ្លាំងណាស់តាមពិតទៅគាត់មានអាការៈថយចុះនៃការស្ដាប់នោះយូរទៅហើយប៉ុន្តែអ្នកដែលនៅជុំវិញខ្លួនគាត់រួមទាំងគាត់ផងដែរយល់ឃើញថាការថយចុះនៃការស្ដាប់នេះដោយសារតែការចម្រើនវ័យរបស់គាត់ចង់ដឹងថាបន្ទាប់ពីព្យាបាលហើយតើអ្នកជំងឺត្រឡប់មកយ៉ាងដូចម្តេចដែរតើការស្ដាប់របស់គាត់បានប្រសើរជាងមុនដែរឬទេតាមដានវីដេអូក្រោយបន្តទៅទៀតក្មេងស្រីម្នាក់នេះអស្ចារ្យណាស់កាំង sensor មកគ្រាប់ហើយនៅរៀនបានលេខ1ទៀតរន្ធត្រចៀករបស់មនុស្សក៏ដូចទៅនឹង sensor របស់ឡានអញ្ចឹងមែនតែនទៅអ្នកប្រាជ្ញរៀនសូត្រយកចេញពីត្រចៀកនឹងឯងហើយបើសិនជាបងប្អូនធ្លាប់មើលរឿងចិនហុងកុងលបងចាយស្ដេចលបែងគាត់ប្រើ sensor ត្រចៀកនឹងឯងញាក់ទ្រឹតដើម្បីចាប់ព័ត៌មានថាតើក្រាស់ឬក៏ស្ដើងដូច្នេះត្រចៀកមានតួនាទីសំខាន់ណាស់ក៏លេចមកប្អូនស្រីម្នាក់នេះវិញមាន earwax ឬក៏ក្រមួនត្រចៀកបាំងបាត់មិនឲ្យរលកសំឡេងចូលទៅប៉ះ sensor បានបើទោះបីជារលកសំឡេងអាចចូលទៅប៉ះក៏ប៉ះនៅក្នុងភាគរយតិចតួចដែរដូច្នេះការស្ដាប់ឮគឺថយចុះខ្លាំងមែនទែនគាត់ថាស្ដាប់អត់បានផងមកខាងហ្នឹងឥឡូវយកស្រឡះចេញឃើញกระดาษត្រចៀកនៅកណ្ដាលវាលស្ដាប់ច្បាស់ចេះវិញខ្លាំងតែម្ដងឥឡូវ sensor មកគ្រាប់នេះត្រូវបានជួសជុលឲ្យស្ដាប់ឮច្បាស់វិញហើយសង្ឃឹមថាទៅវិញរៀនយកលេខកន្លះមួហឹងមើលទៅសត្វផ្សិតអូឡៅអូឡៅអូយឃើញអត់ពេញតាមទូរស័ព្ទឡើយតោះហើយអូខ្ញុំចូលពេញទៅមើលតាមទូរស័ព្ទតំណងហ្នឹងណាបាទសុំកដាមើលឲ្យឃើញបងថ្ងៃហ្នឹងតង់មកទៅទីមកបងបាទពួកខ្ញុំកុំបារម្ភចេតនាចង់ត្បាសម្អាតត្រចៀកបែរជាទៅរុញអាចត្រចៀកទៅកឹបនឹងក្រដាសត្រចៀកឥឡូវជួយមើលពិចារណាទាំងអស់គ្នាមិនត្រឹមតែរុញទៅកឹបនៅក្រដាសត្រចៀកទេបែរទៅជាហើមរលាកនៅជញ្ជាំងរន្ធត្រចៀកនិងក្រដាសត្រចៀកផងដែរឈឺចាប់ហឹងថយចុះនៅការស្ដាប់បងប្អូនអ្នកខ្លះធ្លាប់ជួបអាការៈបែបហ្នឹងបើមានបញ្ហាអញ្ចឹងសូមកុំជាយាមដោះស្រាយដោយខ្លួនឯងគ្រោះថ្នាក់ណាស់សូមមកជួបគ្រូពេទ្យជំនាញផ្នែកត្រចៀកច្រមុះបំពង់កដែលនៅជិតលោកអ្នកបំផុត